ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ Channel របស់ខ្ញុំគឺ Super Travel Channel ថ្ងៃនេះខ្ញុំនាំបងប្អូនមកដឹងអំពីរបៀបនៃការធ្វើដំណើរជាមួយក្រុមហ៊ុន Sathau Bus ពីក្រុងសៀមរាបទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមិនថាបងប្អូនទាំងអស់គ្នាមានចំនួនអ្នកធ្វើដំណើរតែម្នាក់ឬក៏ច្រើនអ្នកទេគឺបងប្អូនអាចមកទីនេះដើម្បីកក់សម្បត្តិឡានទៅកាន់អាកាសយានដ្ឋានសៀមរាបថ្មីគឺសៀមរាបអង្គរ International Airport ចំពោះប្រភេទរថយន្តវិញគឺគេប្រើស៊េរីនេះដោយពីពេលមុនគឺប្រើឡានក្រុងអាថមហើយជាក់ស្ដែងទៅឡានក្រុងអាថមក៏មានដែរប៉ុន្តែដោយសារតែអ្នកធ្វើដំណើរជាមួយខ្ញុំទៅចាំម៉ោងដែលខ្ញុំទៅនេះមានចំនួនតិចគេប្រើដូច្នេះគេប្រើឡានទូចនេះតម្រូវទៅតាមចំនួនអតិថិជនសូមបកត្រឡប់មកកាន់ទីតាំងវិញគឺទីតាំងនៅជាប់ ACE សៀមរាបឬក៏បងប្អូនអាច search នៅក្នុង Google Map ដាក់ថា Airport Bus Stop Next Station Airport ចំពោះថ្លៃសម្បត្តិវិញគឺម្នាក់$8នៅក្នុងមួយជើងជាក់ស្ដែងទៅតម្លៃនេះខ្ញុំគិតថាមិនជាថ្លៃទេដោយសារទីតាំងពីប្រលានយន្តហោះអន្តរជាតិសៀមរាបរបស់យើងនឹងទៅកាន់ក្រុងសៀមរាបរៀងឆ្ងាយដែរចូល50គីឡូដែរយើងជិះចិត្ត1ម៉ោងដែរអញ្ចឹងហើយត្រូវចំណាយពេលសកួរយ៉ាងហោចណាស់3ម៉ោងមុនចាប់ពីការធ្វើដំណើរពីក្រុងសៀមរាបទៅកាន់អាកាសយានដ្ឋានគឺចាយពេល1ម៉ោងអញ្ចឹងត្រូវចាំពលាន check in 2ម៉ោងទៀតដូច្នេះត្រូវចេញពីសៀមរាបឲ្យបានចាស់ណាស់3ម៉ោងមុនចំពោះទឹកដៃរបស់អ្នកបើកបរវិញគឺ perfect ព្រោះអីគាត់មិនជាបើកលឿនហួសហេតុទេហើយក៏មិនយឺតពេកដែរគឺមិនល្មមបន្ទាប់មកមិនយូរប៉ុន្មានយើងក៏មកដល់ប្រលានយន្តហោះឬអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបន្ទាប់ពីមកដល់កន្លែងនេះគឺពូទាំងឡាននឹងត្រាប់អស់អ្នកដំណើរនៅស្ថានីយ៍ចេញដំណើរអន្តរជាតិបន្ទាប់ពីរងចាំយកវេលាពីគាត់ត្រាប់អស់នៅឡានហើយបងប្អូនឯងមើលឃើញទេសភាពព្រៃភ្នំនៅជុំវិញអាកាសយានដ្ឋានប្រៀបដូចជា resort មួយអញ្ចឹងបន្តមកទៀតដោយសារតែខ្ញុំមិនបានធ្វើដំណើរជាមួយនឹងជើងហោះហើរអន្តរជាតិទេគឺខ្ញុំធ្វើដំណើរជាមួយជើងហោះហើរក្នុងស្រុកជាមួយក្រុមហ៊ុនអាកាសចរកម្ពុជា Airways ពីខេត្តសៀមរាបមកកាន់ប្រលានយន្តហោះដែលចូលភ្នំពេញយើងនឹងអញ្ចឹងតម្រូវឲ្យចុះទៅក្រោមតាមចរាយន្តនេះរួចដើរទៅត្រង់រហូតដល់ផុតប្រលានយន្តហោះនឹងឃើញស្ថានីយ៍ក្នុងស្រុកមួយបន្ទាប់មកបងប្អូនទាំងអស់គ្នាដើរតម្រង់ចូលទៅក្នុងស្ថានីយ៍ដើម្បីធ្វើការ check in បន្ទាប់ពីបងប្អូន check in ហើយចំពោះឯកសារសមុទ្រកំណើតតសញ្ញាណប័ណ្ណឬក៏លិខិតឆ្លងដែនខ្មែរគឺអាចដកបាន$1នៅធនាគារខាងស្ដាំដៃបន្ទាប់ពីយើងចូលទៅដូច្នេះវីដេអូខ្ញុំមកដល់ទីបញ្ចប់ហើយដោយសារតែវីដេអូនេះខ្ញុំមានបំណងចង់បង្ហាញតែអំពីរបៀបនៃការធ្វើដំណើរនិងរបៀបនៃការកក់ Sathau Bus ពីក្រុងសៀមរាបសូមអរគុណចំពោះការទស្សនាជួបគ្នាជាថ្មីនៅវីដេអូក្រោយជម្រាបលា